ឈប់បាញ់ទៅតែប្រកាសថ្ងៃមុនជាមួយនឹងប្រធានាធិបតីអាមេរិកហើយនិងនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីបងប្អូនជុំគ្នាកិច្ចព្រមព្រៀងបាត់ឈប់បាញ់ជុំគ្នាហើយរួចរាល់ហើយប៉ុន្តែតាហ៊ានសៀមនៅតែមកយាយីនៅខាងភូមិព្រៃច័ន្ទធម្មតាហ្មងខ្ញុំបានធ្វើដំណើរឆ្លងកាត់ភូមិព្រៃច័ន្ទថ្ងៃមិញនឹងបងប្អូនឃើញបងប្អូនសមត្ថកិច្ចខាងខ្មែរយើងគាត់មកច្រើនមែនទេដើម្បីការពារពួកតាហ៊ានសៀមកុំឲ្យវាចូលមកឈ្លានពានបាននិយាយទៅសរសើរថ្នាក់ដឹកនាំរបស់យើងហ្មងបងប្អូនមូលហេតុគឺថ្នាក់ដឹកនាំរបស់យើងនៅតែឲ្យបងសមត្ថកិច្ចបងកងទ័ពមកការពារព្រំដែនធម្មតាអត់ឲ្យជន់ដានប្រទេសឡាវអីចឹងណាព្រោះដឹងថាពួកសៀមគឺវាមានល្បិចវាខូចវាល្បិចកិច្ចកលថ្នាក់មានកិច្ចព្រមព្រៀងទៅប្រជុំថ្ងៃមុនថ្មីទៅលួចបិចលោកដូណាល់ត្រាំថ្ងៃមុនថ្មីប៉ុណ្ណឹងឯណាបងប្អូនវានៅតែមកយីយើងទៀតនិយាយទៅឲ្យយើងបានសុកបណ្ដោយហើយល្បិចខ្លាំងមែនទែនសម្រាប់ប្រទេសក្រីក្រនិងប្រទេសទូចដូចយើងណាដែលមាននាយករដ្ឋមន្ត្រីគាត់ឆ្លាតគាត់ចេះដោះស្រាយបញ្ហាចេះឲ្យប្រទេសធំមកជួយយើងប៉ុណ្ណឹងហើយវានៅតែហ៊ាននៅអត់ខ្លាចយើងទៀតណាបងប្អូនតរំតែយើងអត់មានអ្នកជួយសោះទៀតមិនដឹងថាកម្រិតណាទេសម្រាប់វីដេអូនេះខ្ញុំថតនៅថ្ងៃទី3ខែវិច្ឆិកាឆ្នាំ2025និងម៉ោង3រសៀលថ្ងៃមិញនេះដោយផ្ទាល់មកបងប្អូនអញ្ចឹងបញ្ជាក់ថ្ងៃទីបងប្អូនឲ្យច្បាស់ដើម្បីកុំឲ្យច្រឡំនៅពេលក្រោយចាអរគុណបងប្អូនជួបគ្នាវីដេអូក្រោយ